ចាជំរាបសួរបងប្អូនទាំងអស់គ្នាសុខសប្បាយជាទេចានៅថ្ងៃនេះយើងមកមើលបីអំពីផ្លូវក្នុងណាគឺអ្នកដែលតាមថែអាសាយើងនិងអ្នកដែលយើងតែងតបន់ស្វាមអីចឹងណាពេលដែលយើងមានទុកលំបាកក៏យើងចង់ឲ្យកិច្ចការណាមួយក៏ការរកស៊ីបានសម្រេចឬក៏សុខភាពយើងឈឺយើងចង់ជាយើងតែងតបន់ណាចាគឺបែបហ្នឹងគឺអង្គទាំងអស់ហ្នឹងហើយដែលបងប្អូនក៏បូជាយើងចង់ដឹងថាតើលោកនឹងចង់ប្រាប់អ្វីដល់យើងណាអូខេបងប្អូនគឺយើងស្ដាប់ទាំងអស់គ្នាណាហ្នឹងហើយឥឡូវនេះចែកបៀសិនចាឲ្យខ្ញុំនឹងយក3សន្លឹកណាចាហើយបងប្អូននឹងអាចរើសមួយទី1ទី2និងទី3សន្លឹកទី1គឺនេះគឺជាសន្លឹកទី1ចាសន្លឹកទី1បងប្អូនហាក់បីដូចជាបានសម្រេចនៅកិច្ចការខ្លះៗហើយមែនទេចាលោកបានប្រាប់ថាលោកបានជួយឲ្យបងប្អូនបានសម្រេចនៅកិច្ចការខ្លះៗហើយលោកចង់ឲ្យបងប្អូនទទួលនិងរីករាយនឹងត្រេកអរនៅអ្វីដែលបងប្អូនបានសម្រេចណាគឺថាឲ្យពេញចិត្តនៅអ្វីដែលខ្លួនបានទទួលនៅពេលនេះចាមិនថាតូចតាចឬក៏ដុំកភួនទេគឺឲ្យបងប្អូនបានស្រឡាញ់នឹងពេញចិត្តនៅអ្វីដែលបងប្អូនបានទទួលណាហើយកុំភ្លេចអរគុណលោកផងនឹងដែលលោកតែងតែតាមថែអាសាយើងណាចាឥឡូវសន្លឹកទី2អ្នកណាដែលយកសន្លឹកទី2ចាបងប្អូនដែលយកសន្លឹកទី2លោកចង់ផ្ដល់កម្លាំងចិត្តឲ្យណាផ្ដល់កម្លាំងចិត្តឲ្យទោះបីជាបងប្អូនណាមិនបានដូចថាទទួលនៅការជោគជ័យអីសមតាមបំណងដែលបងប្អូនបានបន់ស្រន់ទៅដល់លោកទេព្រោះជួនកាលបងប្អូននៅមានកម្មចាស់អញ្ចឹងលោកក៏អត់បានជួយបងប្អូនពេញ 100% ដែរគឺថាបានជួយខ្លះអញ្ចឹងណាអញ្ចឹងហើយលោកចង់ឲ្យថាកុំឲ្យបងប្អូនបាក់ទឹកចិត្តត្រូវតែងើបដើរទៅមុខកុំបោះបង់ចោលអញ្ចឹងលោកចង់ផ្ដល់កម្លាំងចិត្តឲ្យបងប្អូនណាទោះបីជាបងប្អូនបានអធិដ្ឋានបានបន់ស្រន់អីហើយក៏ដោយទៅហើយបងប្អូនបានទទួលមកវិញដូចជាអត់សមនឹងចិត្តដែលបានបន់ណាអញ្ចឹងលោកចង់ប្រាប់ថាជួនកាលយើងមានកម្មចាស់ណាបងប្អូនលោកចង់ឲ្យបងប្អូនហ្នឹងចេះធ្វើបុណ្យដាក់ទានណាធ្វើបុណ្យដាក់ទានដើម្បីឲ្យបានកុសលហ្នឹងណាមកជួយបំពេញឲ្យបាន 100% ចាដើម្បីជួយដល់បងប្អូនបន្ថែមអញ្ចឹងណាចាអញ្ចឹងលោកនៅតាមថែអាសាបងប្អូនរហូតតទៅចាលោកចង់ឲ្យបងប្អូនហ្នឹងឲ្យគិតល្អធ្វើបុណ្យដាក់ទានណាចាអូខេដើម្បីឲ្យបានជាកុសលផលបុណ្យជួយបងប្អូនថែមទៀតចាជួនកាលយើងមានកម្មចាស់ណាចាកម្មចាស់វាតាមតន់យើងកាលណាយើងអត់ធ្វើបុណ្យអត់ដាក់ទានទេកម្មហ្នឹងវាតាមមកតន់យើងណាទោះបីជាអ្នកថែអាសាយើងលោកផឹងប៉ុន្មានក៏ដោយជួយយើងប៉ុន្មានក៏ដោយជួនកាលលោកកុំមានគេហៅថា limit ណាមិនន័យថាមានកំណត់ក្នុងការជួយបើកម្មយើងវាខ្លាំងដែរលោកជួយមិនណាបងប្អូនអញ្ចឹងលោកចង់ឲ្យបងប្អូនធ្វើបុណ្យដាក់ទានណាដើម្បីឲ្យបានកុសលទាំងអស់ហ្នឹងមកជួយបន្ថែមព្រោះបងប្អូនមានទុកមានលំបាកលោកដឹងចាសន្លឹកទី2នេះគឺលោកចង់និយាយច្រើនលោកចង់ប្រាប់ច្រើនចាលោកដឹងថាបងប្អូនមានទុកមានលំបាកអញ្ចឹងបងប្អូនគ្រាន់តែកុំបោះបង់ចោលនៅការលំបាកកំពុងតែជួបការលំបាកហ្នឹងឲ្យដើរទៅមុខចឹងណាហ្នឹងហើយលោកផ្ដល់កម្លាំងចិត្តលោកនៅតាមជួយបងប្អូនពីក្រោយទៀតតែសូមឲ្យបងប្អូនហ្នឹងបំពេញកុសលបន្ថែមទៀតណាបងប្អូនចាអូខេសន្លឹកចុងក្រោយណាចាអ្នកណារើសន្លឹកទី3ចាបងប្អូនអ្នករើសន្លឹកទី3ណាអូខេសន្លឹកទី3នេះគឺលោកបានពេញចិត្តនឹងបងប្អូនដែលបានគោរពបូជាលោកចាដូចថាថែអាសាកន្លែងលោកចេះសម្អាតថ្ងៃសិលឡើងដាក់ដង្វាយឲ្យលោកដូចជាផ្លែឈើផ្កាទៀនធូបបាញ់ទាំងអប់អីចឹងណាចាលោកចង់និយាយថាលោកអរគុណលោកពេញចិត្តហើយលោកក៏តាមថែអាសាបងប្អូនហ្នឹងកន្លងមកហើយយូរយារណាស់មកហើយណាហ្នឹងហើយអញ្ចឹងនៅសន្លឹកទី3នេះគឺអត់មានអ្វីទេគឺគ្រាន់តែលោកបានចង់ប្រាប់បងប្អូនថាលោកពេញចិត្តណាពេញចិត្តអ្វីដែលបងប្អូនបានគោរពបូជាលោកនឹងតាមថែសាបងប្អូនរហូតតទៅនៅក្នុងស្រុកនេះគេប្រាប់ថាអញ្ចឹងណាចាហើយឥឡូវនេះគឺអរគុណណាបងប្អូនសូមឲ្យបងប្អូនគិតល្អធ្វើល្អចាធ្វើបុណ្យដាក់ទានសូមឲ្យបងប្អូនបានសម្រេចនៅក្តីបំណងបងប្រាថ្នាសូមឲ្យបងប្អូនមានក្តីសុខច្រើនណាទាំងផ្លូវកាយផ្លូវចិត្តជីវិតរស់នៅរាល់ថ្ងៃចាជំរាបលា